សម្រាប់គ្រឿងផ្សំរបស់យើងមានស្នាប់បន្លែមានដូចជាល្ហុងម្ទេសស្លឹកអំពិលខ្ចីហើយនឹងម្អមនេះគឺក្តាមដែលខ្ញុំបកយកទៅស្នូកគឺខ្ញុំទុកទាំងស្នូកចឹងហ្មងខ្ញុំដាក់ចូលក្នុងទុកដាក់ចូលក្នុងស្លហើយចំណែកនេះគឺជាក្តាមដែលសម្រាប់ទុកសម្រាប់បុកសម្រាប់ក្តាមហ្នឹងគឺយើងយកមកបុកឲ្យម៉ត់ចឹងណាបងប្អូនដោយសារនេះខ្ញុំនិយាយឈឺដៃបុកអត់សូវម៉ត់ទេចឹងតទៅពីបងប្អូនបុកមកហើយបងប្អូនដាក់ជាមួយនឹងទឹកលាយជាមួយនឹងទឹកចូលធ្វើការកូរវាចុះឡើងចឹងណាដើម្បីឲ្យយើងសាច់ក្តាមនេះចេញលាយចេញជាមួយទឹកបន្ទាប់មកបងប្អូនធ្វើការត្រងវាអានេះខ្ញុំត្រងមួយសាយចឹងវានៅសាច់ទៀតខ្ញុំក៏បុកវាបន្ថែមទៀតចឹងណាដោយសារខ្ញុំបុកវាសម៉ត់ណាមួយក៏អត់ហ៊ានបុកវាម៉ត់ខ្លាំងដែរព្រោះអីខ្លាចត្រងទៅវាដោយអាកតិចសបកក្តាមហ្នឹងណាព្រោះអីធម្មតាហ្នឹងគេត្រងជាមួយនឹងស្បៃអញ្ចឹងមកវាមានកតិចសបកក្តាមទៅជាមួយអញ្ចឹងបងប្អូនធ្វើការថ្វងវាអស់ទឹកណាអញ្ចឹងខ្ញុំថ្វងវាតែប៉ុណ្្នឹងឯងបងមុនដំបូងបងប្អូនធ្វើការដាំទឹកទុកឲ្យពុះសិនណាបងប្អូនតើទឹករបស់យើងបានពុះបងប្អូនធ្វើការអញ្ជុំជាមួយប្រហុកដាក់ចូលណាមកខ្ញុំធ្វើការចាក់ក្តាមចូលដាក់ជាមួយប៊ីចេងចូលបន្តិចអំបិលចូលបន្តិចស្ករបន្តិចសម្រាប់ស្ករខ្ញុំអត់សូវប្រើច្រើនទេព្រោះខ្ញុំអត់សូវចូលចិត្តផ្អែមបន្ទាប់មកបងប្អូនធ្វើការចាក់ជាមួយទួយអំបិលចូលបន្តមកទៀតធ្វើការចាក់ចូលមួយល្ហុងណាឥឡូវយើងធ្វើការចាក់ចូលជាមួយនឹងសាច់ក្តាមដែលយើងបុកណាសម្រាប់ចុងបញ្ចប់យើងធ្វើការដាក់ចូលជាមួយម្អមណានេះអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនានាងខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងវីដេអូនាងខ្ញុំមានតែប៉ុណ្្នឹងណាបងប្អូនសម្រាប់ស្លហ្នឹងចប់ហើយណាបងប្អូនតើបងប្អូនចាំមានរសជាតិឆ្ងាញ់ជាងហ្នឹងបងប្អូនកុំភ្លេចថែមជាមួយត្រីព្រោះអីធម្មតាតែសាច់ក្តាមវាអត់សូវមានជាតិដូចសាច់ត្រីទេ